កលវិទ្យាល័យ Belty អន្តរជាតិបានរៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់និស្សិតឆ្នាំទី3 ឆមាសទី 2 មកពីគ្រប់វេនសិក្សានិងគ្រប់មហាវិទ្យាល័យធ្វើដំណើរទៅកាន់រមណីយដ្ឋានប្រាសាទសម្បូរព្រៃគុកខេត្តកំពង់ធំសរុបចំនួន350នាក់ នាថ្ងៃទី 7 ទី 8 ខែកុម្ភៈឆ្នាំ 2026 សរុបចំនួន 2 ថ្ងៃសាកលវិទ្យាល័យ Belty អន្តរជាតិបានដឹកនាំនិស្សិតឆ្នាំទី 3 ឆមាសទី 2 គ្រប់វេនសិក្សាមកពីគ្រប់មហាវិទ្យាល័យទាំងកម្មវិធីសិក្សាជាភាសាជាតិនិងកម្មវិធីសិក្សាជាអន្តរជាតិទាំងពីរទីតាំងធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់រមណីយដ្ឋានប្រាសាទសម្បូរព្រៃគុកខេត្តកំពង់ធំសរុបចំនួន 350 នាក់ ដំណើរទស្សនកិច្ចសិក្សានេះមានសកម្មភាពជាច្រើនដូចជាការពិសាអាហារថ្ងៃត្រង់ដ៏មានអាររសជាតិនៅភោជនីយដ្ឋានមាតុភូមិខេត្តកំពង់ធំដែលបានរៀបចំដោយក្រុមការងារ Belty ទេសចរអមជាមួយទេសភាពដ៏ស្រស់បំព្រងនៃទីរួមខេត្តកំពង់ធំនិងបានទៅទស្សនានៅរូបសំណាកដំរីជាន់ខ្លានិងបន្តដំណើរទៅកាន់រមណីយដ្ឋានប្រាសាទសម្បូរព្រៃគុកទស្សនាប្រាង្គប្រាសាទរួមទាំងមានការថតរូបអនុស្សាវរីយ៍ជុំគ្នាយ៉ាងរីករាយស្និទ្ធស្នាលដំណើរទស្សនកិច្ចសិក្សានេះបានរៀបចំឡើងក្នុងគោលបំណងដើម្បីថែរក្សាកេរដំណែលពីដូនតានិងជួយផ្សព្វផ្សាយទៅដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិក៏ដូចជាលើកស្ទួយវិស័យទេសចរក្នុងស្រុកឲ្យកាន់តែរីកចម្រើនមួយវិញទៀតជំរុញការសិក្សារបស់និស្សិតទាំងក្នុងថ្នាក់និងក្រៅថ្នាក់ព្រមទាំងសិក្សាយល់ឲ្យកាន់តែច្បាស់និងស៊ីជម្រៅពីប្រាង្គប្រាសាទនិងសិលាចារឹកនានាក្នុងបរិវេណរមណីយដ្ឋានប្រាសាទសម្បូរព្រៃគុកដែលជាសំណង់ស្ថាបត្យកម្មបានបន្សល់ទុកតាំងពីបុព្វបុរសខ្មែរជាពិសេសនិស្សិតតម្រូវឲ្យសរសេររបាយការណ៍ស្ដីពីដំណើរទស្សនកិច្ចសិក្សានេះដើម្បីដាក់ពិន្ទុ ongoing assessment ប្រចាំឆមាសផងដែរដោយនាងខ្ញុំហុងពុតបរមីផ្សាយចេញពី Belty IU News សូមអរគុណសូមជម្រាបលា Belty International University, the future of global leaders.